បាទនេះគឺជាសកម្មភាពខាងឃុំរដ្ឋថ្នោតបាទឲ្យជាងឡៃបាញ់លួងលើកផ្លាកបច្ឆោដើម្បីជូនដំណឹងដល់បងប្អូនអាជីវករដែលលក់ដូរទុរេននៅខាងភូមិបាយយន្តលួងបងប្អូនបងប្អូនណាបាទជាបំរាមល្អសម្រាប់បងប្អូនបងប្អូនគ្នាទាំងអាជីវករទាំងអស់លក់ដូរនៅផ្សារក្នុងភូមិបាយលួងសូមគុំនាំទុរេននាំចូលបាទនាំចូលពីស្រុកក្រៅមកលក់នៅខាងភូមិបាយលួងបងប្អូនណាបាទហើយជាពិសេសគុំនាំទុរេនពីក្នុងស្រុកខុសខុសហៅខុសស្រុកខុសភូមិបាទវាជាយកពីខាងកពតយកទៅខាងមីមុតអីថាមុតទៅបាទគុំយកពុតថាបាយលួងបាទអត់ល្អទេបាទនេះតាមកន្លែងកែងហ្មងកន្លែងកែងយើងទុរេនខាងទិសឹបបាទនឹងជាដំណឹងដល់បងប្អូនអរគ្នាគុំតែដើម្បីលុយគិតដើម្បីសុខភាពដល់បងប្អូនអរគ្នាបាទជាបំរាមខាងឃុំរថ្នោតបាទជើងបងប្អូនលក់ដូរតែរបស់ខាងភូមិបាយលួងទៅបាទយើងបាយលួងលក់បាយលួងទៅបាទគុំលក់នៅខាងប្រភពក្រៅដូចជាខាងកពតឬក៏មីមុតអីទៅខ្ញុំនាំចូលអីជិលបាទអស់បាយលួងជប់លក់ទៅបាទនេះគឺជាកន្លែងកែងអីបាទខ្ញុំថតឲ្យមើលបាទនេះខាងភាពតាមផ្លូវណាបាទសម្រាប់ផ្សារទុរេនបាទទាំងអស់ខាងភូមិបាយលួងយើងសុទ្ធបងណាបាទនេះដែលធ្វើថតខាងផ្សារបាយលួងពីស្រីបងប្អូនអត់ទេបាទសិតជាលក់ដូរលក់ឲ្យចំភូមិបាយលួងបងប្អូនណាបាទនេះអូសមត្ថភាពវិញច្រើនចូលកាប់ផ្សារយើងបងណាបាទស្រីបងច្រើនបាទច្រើនណាទៀតនិយាយទៅចាប់កែងមករហូតទៅដល់សាលាវិទ្យាល័យយើងអស់បងណាច្រើនបាទដល់នេះគឺដល់ដល់ប្រមូលផលហើយបាទផលច្រើនបងប្អូនអាចមកលេងបានបាទហើយនេះបាទផ្សារទុរេនយើងដល់តាមមកហាតាំងផ្លូវច្រើនចឹងបងប្អូនទាំងអស់គ្នាអាចមកលេងបាយលួងបានបាទផ្សារទុរេនយើងគឺសុទ្ធតែបាយលួងមកនេះបងណាបាទដោយសារមានខាងកសិកម្មយើងបាទបានរកគ្នាអង្គការពារវានាំចូលបាទដើម្បីសុខភាពបងប្អូនអរគ្នាលេងបាយលួងកុំឲ្យតែខូចឈ្មោះដោយសារថាបាយលួងពិតនាំចូលបែបហ្នឹងឥឡូវយើងប្រាំវាច្រើនបងប្អូនបាទមិនស្អីស្អាតថតលេងនាំចូលថតតែបាយលួងបងបាទបាយអរគ្នាច្រើនណា